បាននិយាយអំពីក្តីសោកក៏គ្មានអ្វីសោកជាងបាញ់ញ៉ារបស់ឆ្ងាញ់ឆ្ងាញ់ទេហើយអ្នកណាខ្លះដែលមានក្តីសោកដោយសារហូតរបស់ឆ្ងាញ់ឆ្ងាញ់បាទសូមខមមិនម្នាក់មួយមកចង់ឃើញមុខតាមមុខមិននេះបាទថ្ងៃនេះសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាមកទស្សនាមើលវីដេអូសតទៅបាត់មួយទៀតដែលខ្ញុំបានទៅញ៉ាំបុកមិននៅដណ្ដាននៅចិត្តប្រាយនៅសៀមរាបអ្នកណាខ្លះធ្លាប់បានតលេងធ្លាប់បានទៅហូបនៅកន្លែងនោះបាទខមមិនម្នាក់មួយផងហើយនេះគឺជាលើកទីប្រហែលទីប្រហែលជាលើកទី2របស់ខ្ញុំដែលបានទៅទីនោះហើយថ្ងៃនេះទៅជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំនិងគ្រួសាររបស់គេហើយទៅដល់ទីនោះគឺមានម្ហូបពិសេសដែលអ្នកនរមិនធ្លាប់បានភ្លក់ឥឡូវខ្ញុំមកបង្ហាញឲ្យមើលថាថ្ងៃនេះខ្ញុំបានមកភ្លក់ម្ហូបអីគេខ្លះម្ហូបកំងថ្ងៃនេះគឺមានដូចជាសម្លម្ជូរកូនត្រីជាមួយនឹងកំពឹសជាមួយនឹងម្ទេសហល់រលរៀលបន្តិចមកគឺថាជូរជ្រះមកហូបមួយនេះបើសិនជាមានលេខ្ចង់លេក្តាមមកគឺថាអេមតែម្ដងគឺទៅអ្នកស្រុកសៀមរាបយើងឲ្យថាកំងម្ហូបប្រចាំតំបន់មិនដែលចោលទេអាឡំបញ្ជូរតកួននេះណាពិសេសជាងគេភ្ញៀវមកពីខេត្តក្រុងផ្សេងក៏មករមបញ្ជូរតកួនដែរគេហៅបញ្ជូរស្រែហ្នឹងថាមិនចោលសោះឡើយតែថ្ងៃនេះមានកំងម្ហូបប្លែកមួយទៀតគឺបុកមឿនត្រូវជាមួយនឹងក្រងហើយនឹងលក់ដើមចេកហើយថែមជាមួយនឹងម្ហូបកំងពីរមុខទៀតប៉ុន្តែថ្ងៃនេះខ្ញុំសូមមកថតបង្ហាញដែលខ្ញុំហូបជាមួយនឹងបុកមឿនជាមួយនឹងលក់ដើមចេកហ្នឹងថាវាឆ្ងាញ់យ៉ាងណាដោយពុកម៉ែបងប្អូនអ្នកនរគ្នាបានដឹងហើយថាដើមចេកគឺជាដើមមួយដែលដាំចោលបានដាក់ជីដាក់អុយទេធម្មជាតិសតហើយអ្នកដែលហូបជាប្រចាំគឺមិនមែនខ្ញុំទេជ្រូកតែចៃដនអុយគេដណ្ដើមរបស់ជ្រូកមកធ្វើលក់របស់ខ្ញុំរបស់មនុស្សអញ្ចឹងក៏ប្លែកមួយយ៉ាងដែរទៅទៀតថិតដូចជ្រូកដែរហើយបាននិយាយលេងទេហើយម្ហូបមួយមុខនេះគឺពិសេសមែនហើយបើសិនជាពុកម៉ែបងប្អូនបានមកលេងសៀមរាបកុំភ្លេចសាកល្បងជាមួយនឹងបុកមឿនជាមួយនឹងម្ជូរក្រងហើយលេងជាមួយនឹងលក់ដើមចេកជីផ្ទាប់ជាមួយនឹងស្ពៃក្តោបតសក់អីមកគឺថាអេមតែម្ដងហើយមានម្ហូបពិសេសមួយមុខទៀតគឺថាបុកកំពឹសហើយបុកកំពឹសនេះគឺកំពឹសឆៅអញ្ចឹងទៅវាឆ្ងាញ់ដែរអញ្ចឹងពុកម៉ែបងប្អូនដែលថាមកលេងគឺថាមិនដែលចោលដូចគ្នាជាមួយនឹងមុខម្ហូបមួយនេះគឺបុកកំពឹសជាមួយនឹងអន់លក់កាចៃហើយបើថាបានបាយវិញនឹងប្រហែលចានទេនេះរឹបផ្លេចហើយអ្នកខ្លះទៀតគេហៅថាថែមបាយបង្ហើយម្ហូបថែមម្ហូបបង្ហើយបាយណាគ្រាន់តែឃើញតែមាត់រហូបក៏ដឹងតែឆ្ងាញ់ដែរពុកម៉ែបងប្អូនបានកុំភ្លេចមកសាកល្បងបានម្ដងនៅបុកមិនសណ្ដានបាននៅផ្លូវមកបារាយទឹកថ្លាខេត្តសៀមរាបហើយបើថាមកណាមិនមកតែឯងទេនឹមគ្នាមកអានពីរនាក់មកបានវាឆ្ងាញ់ណាតែដើមគ្នាមិនឆ្ងាញ់ញ៉ាំអ្នកឆ្ងាញ់ទេបន្ទាប់ពីបានឆ្អែតបាយហើយនេះមកដល់បង្អែមម្ដងតែពាក្យចាស់គេថាហូបបង្អែមហើយនឹងចង្អាបណាហូបបង្អែមមុនចង្អាបមិនទេអានេះដល់ពេលហូបចង្អាបរួចបានហូបចង្អែមមិនត្រូវត្រឡប់ពាក្យហើយវាបញ្ចេញបង្អែមទៅចេញចង្អែបឯណានោះហើយបង្អែមមួយមុខនេះគឺគេហៅថានំផ្លាយអាយហើយស្រុកសៀមរាបគេហៅថានំសន្លប់ប្តីនេះអ្នកណាមានប្តីដឹងតែប្រពន្ធសន្លប់ដោយសារបង្អែមមួយមុខនេះឯងចឹងគេដាក់សណ្ដីខ្លះទេមិនដឹងជាដាក់អុយខ្លះទេបានជាត្រូវជាប្តីស្លាប់តែថ្ងៃមុនឃើញបញ្ចុកប្តីបញ្ចុកទៅបញ្ចុកមកមានប្រស្លាប់ប្តីឯណាបានដៃប្តីនោះមានកម្លាំងផ្អឺទៅក៏នោះនេះមេភ័ក្រខ្ញុំគេចង់ដឹងថាបញ្ចុកនំផ្លាយអាយនំស្លាប់ប្តីបញ្ចុកទៅប្តីគេហើយមើលប្តីគេមានរឿងអីកាត់ឡើងមានណាបញ្ចុករួយគេឆប់ម៉ាឯណាមួយម៉ាត់ទៀតមកតែនំផ្លាយអាយនេះឆ្ងាញ់មែនណាគេធ្វើលេងជាមួយនឹងស្លឹកតើយទៅពើរៀងបៃតងហើយគេដាក់ស្ករផែនស្ករត្នោតយើងនឹងជាមួយនឹងម្សៅត្នោតហើយលាយជាមួយនឹងដូងកាចៃដែលគេទើបតែកោសឲ្យថ្មីឆ្ងាញ់ហើយអត់ផ្អែមខ្លាំងទេមកល្មមមិនថាមកកាតុងនេះញ៉ាំហើយញ៉ាំទៀតចូលអស់3 4កាតុងទៅបានវាអត់ណាយកាលពីមុនកាលនៅតិចតួចឃានតែហូបអាហ្នឹងតា2 3កាតុងនឹងអត់ទៅដោយសារតែវាទៅលឿនខ្លាំងដោយសារផ្អែមហើយវាទន់ជាមួយនឹងកតណើបហ្នឹងតែអានេះអត់ទេញ៉ាំហើយចូលចិត្តញ៉ាំទៀតក្រោយពីឆ្អែតជាមួយនឹងម្ហូបបែបស្រក់ស្រែឆ្ងាញ់ជាមួយនឹងបង្អែមផ្លាយអាយនេះនំសម្រាប់ប្តីនេះហើយក៏នឹមគ្នាត្រង់ជើងបាទសម្រាប់កាយដេកមកសន្ទុះសិនទៅដើម្បីជាការលំហែកំសាន្តនាថ្ងៃចុងសប្តាហ៍គឺទៅជីវិតនេះ enjoy ឡើយមែនណាបាទបើស្រឡាញ់ចូលចិត្តវីដេអូមួយនេះបាទកុំភ្លេចជួយ like ជួយ share និង follow page ម្នាក់មួយផងណាដើម្បីលើកទឹកចិត្តដល់ខ្ញុំផងជួបគ្នាជាមួយវីដេអូក្រោយបាទសូមអរគុណនៅពេលនេះសូមជម្រាបលាបានឡើយសិនហៀ